ថ្ងៃនេះចង់ញ៉ាំនំបញ្ចុកផាត់ឡូវហើយក៏ចង់ចែករំលែកពីរបៀបធ្វើផាត់ឡូវផងដែរតាមពិតទៅផាត់ឡូវក៏មិនសូវជាមានគ្រឿងអីច្រើនហ្មងដែរបងប្អូនអើយសំខាន់និយាយទៅយូរលៀងហ្មងយូរដឹងសម្អាតហ្មងបងប្អូននិយាយតាមត្រង់ចាហើយនេះគឺជាគ្រឿងផ្សំមិនសូវមានអីច្រើនហ្មងនេះបងប្អូនចាហើយចំពោះគ្រឿងក្នុងជ្រូកបងប្អូនចាទិញទៅតាមតម្រូវចិត្តរបស់បងប្អូនណាចាចំពោះគ្រឿងក្នុងអណ្ដាតហើយនឹងតែជីអីហ្នឹងចានេះខ្ញុំយកទៅសោសជាមួយនឹងទឹកក្តៅលាយជាមួយនឹងអំបិលបន្តិចផងដែរហើយដាតវិញគឺនេះខ្ញុំកោសយកអាស្បែកសនឹងចេញហើយចំពោះពោះវិញគឺនេះខ្ញុំសោសតែមួយផ្លេតអត់យូរទេបងប្អូនចាហើយដើម្បីឲ្យវាអស់ជាតិរំអិលនឹងចេញអញ្ចឹងណាហើយចំពោះទឹកសោសហ្នឹងបងប្អូនកុំភ្លេចបន្ថែមអំបិលបន្តិចផងហើយតែជីវិញនេះខ្ញុំសោសដូចគ្នាសោសតែមួយផ្លេតទេដើម្បីយើងងាយស្រួលក្នុងការកោសតោះពីយើងសោសរួចរាល់ហើយត្រូវយកទៅលាងកោសឲ្យវាបានស្អាតណាបងប្អូនព្រោះអីគ្រឿងក្នុងវាអត់សូវស្អាតប៉ុន្មានទេអញ្ចឹងយើងត្រូវលាងវាច្រើនទឹកបន្តិចចាឥឡូវគ្រឿងក្នុងរបស់យើងបានលាងទឹកស្អាតហើយឥឡូវនេះខ្ញុំចាប់ផ្ដើមចាយកទៅរំលីងជាមួយនឹងគ្រឿងមានដូចជាគល់ស្លឹកគ្រៃស្លឹកក្រូចរំដេងហើយនឹងខ្ទឹមសផងដែរបងប្អូនដឹងនៅពេលដែលបងប្អូនរំលីងជាមួយនឹងគ្រឿងហ្នឹងធ្វើឲ្យសាច់គ្រឿងក្នុងហ្នឹងគឺអត់មានជាតិឆ្អាបទេបងប្អូនកាត់ជាតិឆ្អាបបានល្អខ្លាំងមែនទែនហើយបងប្អូនមិនចាំបាច់បន្ថែមទឹកទេណាចាគ្រាន់តែយើងរំលីងជាមួយនឹងគ្រឿងហ្នឹងឲ្យបានសព្វទៅហើយបងប្អូនគ្របមួយសន្ទុះទៅដើម្បីឲ្យចាអាក្លិនគ្រឿងទាំងអស់ហ្នឹងវាចូលទៅក្នុងសាច់ហើយវាកាត់ជាតិឆ្អាបបានល្អផងដែរហើយចំពោះការចម្អិននេះផងដែរមិនចាំបាច់ថាត្រូវឲ្យឆ្អិន 100% បងប្អូនត្រឹមតែថាយើងមកកាត់ជាតិឆ្អាបនឹងចេញអញ្ចឹងណាចាហើយបន្តមកទៀតបងប្អូនត្រូវតែលាងទឹកឲ្យបានច្រើនសាផងដែរចាហើយបន្តមកទៀតទើបយើងយកទៅកូរជាមួយនឹងគ្រឿងសាច់សម្រាប់ទុកម្លាយសិនទៅឥឡូវយើងចាប់ផ្ដើមមកកូរគ្រឿងចំពោះគ្រឿងនេះខ្ញុំចាប់ផ្ដើមយកស្ករត្នោតនេះខ្ញុំលាយជាមួយនឹងស្ករសដោយសារតែនេះខ្ញុំអស់ស្ករត្នោតបងប្អូនចឹងហើយនេះខ្ញុំដាក់លាយជាមួយនឹងស្ករសបន្ថែមទៀតណាចាយើងកម្លោចស្ករក្រហមហើយនឹងស្ករសនឹងឲ្យរៀងចាឡើងក្រហមឡើងឈ្ងុយបានល្អហើយឥឡូវស្កររបស់នេះខ្ញុំបានឡើងក្រហមល្អហើយនេះខ្ញុំបន្ថែមជាមួយនឹងផ្កាច័ន្ទឈើអែមទឹកត្រីអំបិលបន្តិចមកចាហើយកុំភ្លេចបន្ថែមជាមួយនឹងទឹកស៊ីអ៊ីវខ្មៅហើយនឹងចាម្រេចគ្រាប់តែដល់ឡែកនេះខ្ញុំអស់ហ៎បងប្អូនចឹងហើយនេះខ្ញុំដាក់ម្រេចម៉ត់មកទៅហើយជាចុងក្រោយហ្នឹងចាយើងចាក់គ្រឿងក្នុងទាំងអស់ហ្នឹងដែលយើងបានសោសលាងហើយអំបញ្ញមិញហ្នឹងចាដាក់ចូលជាមួយនឹងគ្រឿងហើយកូរឲ្យសព្វចឹងណាបងប្អូនត្រឡប់ចុះត្រឡប់ឡើងចឹងទៅហើយយើងបន្ថែមទឹកបន្តិចមកក្របវាមួយសន្ទុះទៅចាហើយបន្តមកទៀតចាំយើងចាត្រឡប់សាច់នឹងទាំងសងខាងដើម្បីឲ្យវាចាក្រហមស្មើគ្នាចាហើយចំពោះទឹកវិញមិនចាំបាច់ចាក់ច្រើនទេបងប្អូនចាក់តែបន្តិចរំងាស់វាអញ្ចឹងធ្វើបែបហ្នឹងគឺធ្វើឲ្យសាច់ផាត់ឡូវរបស់បងប្អូនគឺឡើងក្រហមបានល្អផងដែរចាហើយបងប្អូនកុំភ្លេចបន្ថែមជាមួយនឹងរ៉ូឌីឬក៏ប៊ីប៊ីចេងអីបន្តិចមកចាហើយមិញហ្នឹងនេះខ្ញុំភ្លេចបន្ថែមបងប្អូនហើយនេះមកបន្ថែមចុងក្រោយគេនេះចាយើងធ្វើការរំងាស់គ្រឿងក្នុងនឹងមួយសន្ទុះទៅចារហូតដល់សាច់នឹងរៀងឆ្អិនល្អដែរចាតែកុំឲ្យផុយពេកកណ្ដាតែផុយពេកអត់ឆ្ងាញ់ទេគ្រឿងក្នុងនឹងនេះបងប្អូនឥឡូវផាត់ឡូវរបស់នេះខ្ញុំបានឆ្អិនល្អហើយមើលបងប្អូននេះដល់ក្រហមល្អខ្លាំងមែនតើចាហើយចំពោះផាត់ឡូវនេះផងដែរនេះខ្ញុំបានធ្វើជាមួយញ៉ាំជាមួយនំបញ្ចុកផាត់ឡូវផងដែរហើយបើមិនអញ្ចឹងទេបងប្អូនអាចយកទៅញ៉ាំជាមួយនឹងចាទឹកសៀងរបស់យើងញ៉ាំជាមួយបាយធម្មតាចាក៏ឆ្ងាញ់ដែរបងប្អូនឬក៏យកទៅក្លែមអូលេខ1តែម្ដងបងប្អូនហើយចាហើយចំពោះការធ្វើទឹកត្រីញ៉ាំជាមួយនឹងនំបញ្ចុកផាត់ឡូវនេះផងដែរបងប្អូនអាចមើលនៅក្នុង page របស់នេះខ្ញុំទឹកត្រីចាំមើលនេះខ្ញុំដាក់ link ជូនបងប្អូនមើលបងប្អូនអាចចុចនៅលើ link ហ្នឹងទៅបងប្អូននឹងឃើញពីរបៀបធ្វើទឹកត្រីហើយចាហើយចំពោះរបយវិញបងប្អូនចាញ៉ាំទៅតាមចំណូលចិត្តណាចាបងប្អូនចូលចិត្តបន្លែអីបងប្អូនដាក់ហ្នឹងទៅហើយចាអ្នកខ្លះគឺគាត់ញ៉ាំជាមួយនឹងជ្រក់ក៏បានដែរបន្ថែមជាមួយនឹងជ្រក់ទៀតក៏អែមដែរបងប្អូនអើយចាហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងទេបើបងប្អូនពេញចិត្តជាមួយនឹងវីដេអូនេះកុំភ្លេចជួយ like និង share ម្នាក់មួយផងណាអរគុណច្រើនជម្រាបលាបាយបាយ